នាពេលកន្លងមកលោកគ្រូតែងតែបានជម្រាបថាគេហដ្ឋានទាំងឡាយណាដែលមានមុខបែរទៅរកទិសខាងត្បូងចំត្បូងឈៀងកើតត្បូងឈៀងលិចគឺជាទិសដ៏ល្អនាំមកនៅផាសុកភាពនិងលាភជ័យគ្រប់យ៉ាងហើយជាគេហដ្ឋានមួយផ្ដល់នូវភាពងាយស្រួលស្រណុកសុខសប្បាយចំពោះម្ចាស់ឬឪពុកម្ដាយអាណាព្យាបាលនិងសមាជិកដែលរស់នៅតែហេតុអ្វីបានជាគេហដ្ឋានខ្លះបែរទៅទិសខាងត្បូងឈៀងលិចត្បូងឈៀងកើតដែរតែមានបញ្ហាថ្ងៃនេះលោកគ្រូមកបញ្ជាក់ពន្យល់ជាថ្មីម្ដងទៀតដោយសារមានអ្នកទស្សនាម្នាក់បានលើកជាសំណួរមកសួរលោកគ្រូតាក់ទងនឹងបញ្ហានេះការគោរពបដិបត្តិនិងការដឹងគុណចំពោះឪពុកម្ដាយបុព្វការីជនលោកអ្នករមែងតែងតែទទួលបាននូវសេចក្តីសុខនិងសេចក្តីចម្រើនជារៀងរហូតការរក្សាបាននូវសិល5យ៉ាងខ្ជាប់ខ្ជួនគឺជាក្រោះកំបាំងថែរក្សាលោកអ្នករួចផុតពីគ្រោះមហន្តរាយទាំងពួងជំរាបសួរលោកអ្នកទាំងឡាយដែលបានឈានចូលមកទស្សនាคลิปគេហសាស្ត្រលីវៃហ្វុងជួយរបស់លោកគ្រូនិងជំរាបសួរសិស្សគុណទាំងអស់នៅទូទាំងប្រទេសកម្ពុជាថ្ងៃនេះលោកគ្រូនឹងលើកយកសកម្មភាពមួយទៀតដែលលោកគ្រូបានទៅជួយពិនិត្យនិងកែលម្អផ្ទះមួយនៅភូមិជ្រួយអំពិលក្នុងខណ្ឌច្បារអំពៅតែមុននឹងលោកគ្រូលើកយកคลิปសកម្មភាពដែលលោកគ្រូពិនិត្យពិច័យក្នុងផ្ទះនិងការជួយផ្ដល់នូវយោបល់លើការកែប្លង់ផ្ទះដដែលក៏ប៉ុន្តែពង្រីកថែមថ្ងៃនេះលោកគ្រូត្រឡប់មកជម្រាបសារជាថ្មីអំពីទិសទាំង8បញ្ជាក់ជាថ្មីទិសគ្មានឥទ្ធិពលអ្វីលើចតារាស័យរបស់មនុស្សទេមូលហេតុគឺដោយសារផ្ទះប្រៀបដូចជាអង្រុតក្រុងមាន់គឺក្រុងឲ្យរួចផុតពីស្កាកញ្ជ្រោងឬក៏ពស់ទាំងឡាយដែលមកយាយីគឺជាអ្នកក្របការពារមនុស្សទាំងឡាយដែលរស់នៅក្នុងផ្ទះនោះផ្ទះជួយការពារមនុស្សឲ្យរួចផុតពីកម្ដៅភ្លៀងផ្គររន្ទះលក្ខណៈហេតុនេះផ្ទះឬក៏គេហដ្ឋានទាំងឡាយណាដែលបែរមុខទៅទិសខាងត្បូងចំខាងត្បូងឈៀងលិចខាងត្បូងឈៀងកើតគឺជាទិសដ៏ល្អដែលនាំមកនូវផាសុកភាពនិងលាភជ័យគ្រប់យ៉ាងក៏ប៉ុន្តែគ្រាន់តែអ្នកដែលរស់នៅក្នុងផ្ទះនោះដោយសាររកលុយបានគឺចាយមិនសូវជាគិតនៅក្នុងថ្ងៃនេះដែរលោកគ្រូបាននាំយកសំណួររបស់អ្នកទស្សនាម្នាក់ឈ្មោះសំណាងបានប្រាប់លោកគ្រូថាគាត់បានតាមដានคลิปលោកគ្រូជាង1ឆ្នាំហើយផ្ទះគាត់គឺបែរទៅទិសខាងត្បូងឈៀងខាងលិចតែបន្តិចទេគាត់ថាគាត់រកលុយបានជាហូរហែចាយវាយស្រួលក៏ប៉ុន្តែមិនសល់ពេលមានលុយញ៉ាំងជាហេតុឲ្យត្រូវចាយជាបន្តបន្ទាប់បើសិនជាផ្ទះនោះវារៀបមិនបាន
ត្រឹមត្រូវតាមក្បួនគេហសាស្ត្រលីវៃហ្វុងជួយវានឹងមានបញ្ហាគាត់សរសេរមកមិនបានប្រាប់ថាទម្រង់ផ្ទះគាត់របៀបម៉េចទេក៏ប៉ុន្តែជាទូទៅលោកគ្រូតែងតែប្រាប់ថាផ្ទះខាងត្បូងស្រួលរកលុយណាស់ក៏ប៉ុន្តែបើមិនរៀបឲ្យត្រឹមត្រូវតាមក្បួនគេហសាស្ត្រលីវៃហ្វុងជួយទេលក់ផ្ទះរត់លឿនជាងអ្នកទិសខាងកើតខាងជើងជាងកើតឬក៏អេសានទៅទៀតអញ្ចឹងលោកគ្រូអាចសរុបបានថាផ្ទះគាត់គឺជាផ្ទះមិនរក្សាប្រកាសយ៉ាងណាមិញការដែលយើងរកលុយបានគឺប្រៀបដូចជាអាហារដែលយើងទទួលទានចូលទៅនៅពេលដែលយើងទទួលទានអាហារចូលទៅគ្រឿងសរីរាង្គរបស់យើងនឹងធ្វើចលនាដើម្បីស្រូបទាញបឺតយកវីតាមីននិងជីវជាតិទាំងឡាយទៅចិញ្ចឹមសរីរាង្គក៏ប៉ុន្តែមិនរក្សាទុកកាកសំណល់ចំណីអាហារនៅក្នុងពោះទេដោយជាលោកគ្រូលើកឡើងកន្លងមកអញ្ចឹងផ្ទះមួយដែលលោកគ្រូទៅមើលនៅឯប៉ោយប៉ែតនោះគេហៅថាផ្ទះច្រើនទ្រព្យមូលហេតុអីដោយសារផ្ទះនោះមិនមានទ្វារក្រោយកាលណាយើងបត់ជើងមិនកើតយើងញ៉ាំច្រើនទៅនៅពេលមួយវាត្រូវតែឲ្យយើងក្អួតចេញមកវិញក្អួតចេញទាល់តែអស់តែយ៉ាងណាមិញលុយកាលណាយើងរកស៊ីសល់ថ្ងៃមួយគឺត្រូវក្អួតវក់ចេញមកវិញអស់រលីងមិនសល់ផ្ទះរបៀបហ្នឹងគឺបានត្រឹមតែរកបានត្រឹមតែគ្រប់តែមិនសល់លុយនៅក្នុងដៃអញ្ចឹងលោកគ្រូឆ្លើយទៅវិញថាផ្ទះរបស់សំណាងអាចជាផ្ទះចរានទ្រព្យលោកគ្រូសូមឆ្លើយសំណួរនេះត្រឹមប៉ុណ្ណេះជាបន្តលោកគ្រូសូមលើកយកសកម្មភាពដែលលោកគ្រូបានទៅជួយមើលផ្ទះមួយដែលមានទិសបែរទៅខាងត្បូងចំផ្ទះនេះល្អគឺជាផ្ទះវិឡាបអ្វីដែលលោកគ្រូទៅដល់ក្រោយពីឈានជើងឆ្លងផុតរបងផ្ទះលោកគ្រូងាកក្រោយទៅចំពីមុខផ្ទះមានដំបូលស្រួចមួយបុកមកចំជាន់ទី1លើប្លង់សេជាន់ទី1បន្តិចហើយផ្ទះនេះថាទឹកតែធ្វើជាង10ឆ្នាំហើយអ្នកដែលវះកាត់គឺម្ដាយវះឆ្អឹងខ្នងអញ្ចឹងសួរថាផ្ទះគាត់មានបញ្ហាទេផ្ទះគាត់មានជីវភាពធូរធារដែលយើងអាចមើលឃើញបានថាមានឡានមានអ្វីសពយ៉ាងជឿថាគាត់អាចរកបានប៉ុន្តែអ្វីដែលគាត់អញ្ជើញលោកគ្រូទៅគឺចង់ឲ្យលោកគ្រូរៀបផ្ទះនេះឲ្យคล้ายទៅជាផ្ទះស្របតាមក្បួនគេហសាស្ត្រលីវៃហ្វុងជួយពេលដែលលោកគ្រូចូលទៅមើលផ្ទះនោះមានការខុសឆ្គងច្រើនទ្វារចន្លោះដើរកណ្ដាលទ្វារក្រោយគឺមានបញ្ហាទ្វារក្រោយសឹងតែប៉ិនទ្វារមុខដែលខ្មែរយើងតែងតែនិយាយថាអញចិញ្ចឹមឯងមិនរស់ទេបើមាត់ហើយនឹងគូតឯងប៉ិនគ្នាមានន័យថាស៊ីមិនបានជុះប៉ុណ្ណឹងអញ្ចឹងលោកគ្រូអាចជឿបានថាផ្ទះនេះទោះបីជារកលុយបានច្រើនយ៉ាងណាក៏ដោយក៏ត្រូវតែចាយហើយនឹងបានសុំយោបល់លោកគ្រូដើម្បីរៀបចំពង្រីកផ្ទះទៅក្រោយការពង្រីកផ្ទះទៅក្រោយវាមិនត្រឹមត្រូវទេក៏ប៉ុន្តែដោយសារផ្ទះនេះវាខុសរួចទៅហើយអញ្ចឹងលោកគ្រូអនុញ្ញាតឲ្យពង្រីកទៅក្រោយរហូតពីមុខទៅក្រោយ22ម៉ែត្រកន្លះគឺជាចន្លោះចម្ងាយដែលចរន្តហ្វង់ជួយរត់កាត់បានល្អត្រឹមត្រូវបំផុតក្រៅពីនោះលោកគ្រូបានជួយឲ្យយោបល់លោកគ្រូបង្ហាញថាតើផ្ទះនេះត្រូវកែរបៀបម៉េចសង់បន្ថែមរបៀបម៉េចរៀបចំរបៀបម៉េចដើម្បីឲ្យមានផាសុកភាពនិងទទួលបានលាភជ័យហើយសល់នៅក្នុងដៃអញ្ចឹងលោកគ្រូបានផ្ដល់យោបល់ហូរហែដូចជាឃើញនៅក្នុងរូបភាពហ្នឹងខាងលើវិញក៏អត់មានអ្វីខុសឆ្គងដែរតែខុសឆ្គងត្រង់កន្លែងកុងម៉ាលោកគ្រូជម្រាបហើយជម្រាបទៀតថាកុងម៉ាមិនអនុញ្ញាតឲ្យដាក់បែរមុខទៅមុខផ្ទះទេមូលហេតុដោយសារអ្វីកុងម៉ាជីដូនជីតារបស់យើងគឺជាវិញ្ញាណមិនមែនជាទេវតាទេហេតុនេះការដាក់គាត់បែរមុខទៅមុខផ្ទះ
ប្រៀបប្រដូចយកគាត់ទៅប្រឈមមុខទល់1បើជាផ្ទះដីឡូទេវតារក្សាទ្វាររបប2ទេវតាថែរក្សាទ្វារចូលផ្ទះ3ប្រសិនបើផ្ទះនោះបានរៀបចំធរណីទ្វារទៀតមានទេវតាថែរក្សាទៀតកាន់តែបញ្ហា4គាត់នៅពីលើជំនាញផ្ទះគឺជាទេវតា5អ្នកខ្លះមិនយល់ដាក់កងម៉ានៅលើបង្ហាឡៅទឿហើយរៀបចំអង្គបដិមានៅទន្ទឹមនោះលោកគ្រូចង់ជម្រាបថាអង្គបដិមាកាលបើយើងមិនបានយកទៅអភិសេកឬក៏បានចូលរួមនៅក្នុងពុទ្ធិវិស័យណាមួយទេมันមានបញ្ហាធំដុំទេតែបើលោកមានពុទ្ធគុណកងម៉ាយើងមិនហ៊ាននៅទេដោយសារអីដោយសារគាត់នៅមិនចំកន្លែងដែលគាត់ត្រូវនៅទី1ទី2គាត់ខ្លាចគាត់មិនហ៊ានចូលគាត់ឈរនៅខាងក្រៅរបងផ្ទះរហូតមូលហេតុភាគច្រើនយើងច្រើនតែលើកតូបកងម៉ាមិនមានទេកងម៉ាគឺយើងដាក់នៅលើហឹងរាល់ថ្ងៃនេះនាំគ្នាទុំយើ ដាក់កងម៉ានៅក្នុងតូបរបស់ទេវតាគាត់មិនហ៊ាននៅទេហេតុនេះគាត់ឈរសម្រក់ទឹកភ្នែកនៅខាងក្រៅដោយគាត់គិតថាកូនចៅគាត់យល់ខុសធ្វើមិនបានត្រឹមត្រូវទើបគាត់ចូលទៅក្នុងគេអាឋានយើងដើម្បីថែរក្សាយើងមិនបាននេះជាចំណុចដែលលោកគ្រូតែងជួបជាហោហែនៅតាមផ្ទះនីមួយអញ្ចឹងសួរថាកងម៉ាដាក់នៅណាកងម៉ាដាក់នៅកន្លែង3កន្លែងទី1ចង្ក្រានបាយទី2តុកញ៉ាំបាយទី3ឬក៏តុកកន្លែងធ្វើការចំពោះកម្ពស់កងម៉ាហឹងកងម៉ាដាក់កម្ពស់ណាលោកគ្រូសុំរក្សាសិទ្ធិមិននិយាយដើម្បីកុំឲ្យគេស្រង់យកទៅនិយាយខុសធ្វើឲ្យមានការបាបជះមកលើលោកគ្រូអញ្ចឹងការកែផ្ទះការសង់ផ្ទះគឺជារឿងសំខាន់ណាស់សិស្សនៅភូមិជ្រោយអំពិលនេះគាត់មានការយល់ដឹងគាត់ជាអ្នកចេះដឹងអញ្ចឹងមុននឹងគាត់ជួយលោកគ្រូគាត់បានទស្សនាដោយសតិហើយគាត់មិនជឿងប់ងល់ទេគាត់ជឿថាលោកគ្រូនឹងអាចជួយគាត់បានក្នុងការកែផ្ទះរបស់គាត់ឲ្យបានត្រឹមត្រូវនិងទទួលបានផាសុកភាពនិងលាភជ័យហេតុនេះសូមបញ្ជាក់ឲ្យបញ្ជាក់ទៀតថាក្បួនគេហសាស្ត្រលីវ៉ៃហ្វុងជួយមិនដែលណែនាំឲ្យអ្នកណាធ្វើការកែផ្ទះខ្លួនឯងនោះទេប្រសិនបើគ្រប់គ្នាអាចកែបានមិនចាំបាច់មានគ្រូនិងគ្រូបាអាចារ្យដើម្បីរៀនសូត្រតគ្នាមកទេมันខុសអ្វីនឹងថ្នាំដែលគេបង្ហាញនៅតាមបណ្ដាញសង្គមព្យាបាលនេះព្យាបាលនោះប្រសិនបើយើងមិនបានត្រេះរិះពិចារណាឲ្យបានត្រឹមត្រូវនោះទេយើងនឹងជួបបញ្ហាថ្នាំគឺជាកំបិតមុខពីរធ្វើឲ្យឈឺចំណែកណាមួយនៃសរីរាង្គឡើងវិញហេតុនេះហើយលោកគ្រូបញ្ជាក់ឲ្យបញ្ជាក់ទៀតថាលោកគ្រូមិនដែលអនុញ្ញាតឲ្យអ្នកណាកែផ្ទះដោយខ្លួនឯងទេមួយទៀតសិស្សជាច្រើនតែងតែសុំឲ្យលោកគ្រូបើកបង្រៀនក៏ប៉ុន្តែលោកគ្រូបង្រៀនរាល់ពេលដែលលោកគ្រូទៅមើលផ្ទះសិស្សទាំងឡាយណាដែលមាននិស្ស័យនិងមានវាសនាអញ្ជើញលោកគ្រូឲ្យទៅជួយលោកគ្រូពន្យល់ទាំងអស់ដើម្បីឲ្យយល់នេះគឺជាការបង្រៀនជាដំណាក់នៅក្នុងពេលមួយដែលលោកគ្រូមានពេលវេលាគ្រប់គ្រាន់លោកគ្រូនឹងបើកវគ្គបង្រៀនក្បួនគេហសាស្ត្រលីវ៉ៃហ្វុងជួយនេះនៅមុនពេលបញ្ចប់ប្រសិនបើលោកអ្នកទស្សនាហើយពិចារណាប្រៀបធៀបហើយផ្ទះរបស់លោកអ្នកមានបញ្ហាដោយអ្វីដែលលោកគ្រូបានជម្រាបសូមលោកអ្នកមេត្តាជួយ share ជួយ like ទៅកាន់មិត្តភ័ក្តិឬមិត្តក្នុងបណ្ដាញសង្គមទាំងឡាយឲ្យលោកបានជ្រាបអំពីក្បួនគេហសាស្ត្រលីវ៉ៃហ្វុងជួយដែលជាក្បួនម៉ែកនឹងកែផ្ទះតាមបែបវិទ្យាសាស្ត្រសុទ្ធសាធថ្ងៃនេះលោកគ្រូសូមបញ្ចប់ឃ្លីបត្រឹមនេះសូមអរគុណនិងសូមជម្រាបលា